បាទសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំចង់ប្រាប់បងប្អូនពីរឿងមួយគឺក្នុងភូមិខ្ញុំទេបងប្អូនភូមិខ្ញុំតែបែកកើតភូមិនឹងខ្ញុំសឹងដាក់ឈ្មោះថាភូមិសៃបេម៉ាយព្រោះចាក់ស្ដែងភូមិនឹងប្រហែលឆ្នាំក្រោយមកហ្នឹងគឺបរោះដែលជាប្តីស្លាប់អស់ចាន់អ្នកបងប្អូនស្លាប់ចាន់មែនតើស្លាប់អស់ចាន់អ្នកមែនតើទុកឲ្យស្រីនៅមួយម៉ាយជាចាន់នេះដូច្នេះហើយទើបខ្ញុំចង់ដាក់ឈ្មោះថាភូមិមួយម៉ាយភូមិនេះបងប្អូនអើយស្រីហើយក្មេងប្តីបរោះហ្នឹងគឺស្លាប់អស់ចាន់អ្នកដែលខ្ញុំចាំបានមានចដូនមួយខ្ញុំមានបងប្អូនខ្ញុំមានបងធម៌មានអីចឹងគឺស្លាប់អស់ចាន់អ្នកណាហ្នឹងហើយស្លាប់ចាន់មែនតើដោយសារជំងឺដោយសារអីហ្នឹងតែស្រីគាត់អត់មានអីទេគាត់នៅសុខយុល្អទេក្មេងទេអាយុប្រហែល50ជាង60អីទេក៏ប៉ុន្តែប្តីគាត់ស្លាប់អស់មូលហេតុអីបងប្អូនដែលមនុស្សប្រុសចាល់ស្លាប់ជាមួយស្រីស្លាប់មុនមនុស្សស្រីប្រហែលជាមនុស្សប្រុសយើងហូបសារាច្រើនហូបសារាច្រើនពេកទើបធ្វើឲ្យសុខភាពចុះខ្សោយហ្នឹងហើយជាក់ស្ដែងគឺប្រហែលឆ្នាំក្រោយមកហ្នឹងគឺពួកគាត់រងការស្លាប់ច្រើនហ្នឹងហើយផ្ទះខាងមុខនេះគឺផ្ទះពូវីប្រហែលថ្ងៃមុនពូវីស្លាប់ទៀតអញ្ចឹងទុកឲ្យប្រពន្ធកូនគាត់នៅមួយម៉ាយនៅកំព្រាទៀតហើយអញ្ចឹងគឺពិតជាសំបីមែនតើបងភូមិហ្នឹងរះពីផ្ទះខ្ញុំកើតតែខ្ញុំមករះមកកើតរហូតប្លេះប្រហែលឆ្នាំក្រោយមកប៊ីអស់មែនសល់តែប្រហែលអ្នកទេបងប្អូនសិតតែស្រីមួយម៉ាយហើយបើមិនជឿសួរដល់ស្រុកភូមិហ្នឹងគាត់ដឹងហើយបងប្អូន